បនកឋិនទានសាមគ្គីវត្តអភិធម្មរាមហៅវត្តឫស្សីមួយគុំខ្ញុំព្រះករណាយើងខ្ញុំទាំងអស់គ្នាជាអាចារ្យគណៈកម្មាធិការវត្តព្រមទាំងពុទ្ធបរិស័ទចំណោះជើងវត្តអភិធម្មរាមហៅវត្តឫស្សីមួយគុំនិងពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបន់កឋិនទានសាមគ្គីដើម្បីប្រមូលបច្ច័យយកមកសងថ្លៃធ្វើបន្ទប់ទឹកព្រមទាំងសងគ្រឿងសង្ហារឹមសងគ្រឿងសំណង់និងធ្វើសាលាធម្មសភាបន្តនិងវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តអភិធម្មរាមហៅវត្តឫស្សីមួយគុំដែលស្ថិតនៅក្នុងភូមិព្រៃពីយឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពតខ្ញុំគណៈអាត្មាសូមចម្រើនពរចេញអំពីវត្តអភិធម្មរាមហៅវត្តឫស្សីមួយគុំស្ថិតនៅក្នុងភូមិព្រៃពីយឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពតញោមញាតមហាសប្បុរសប្រុសស្រីបន្ទប់ទឹកទាំង5បន្ទប់ទឹកនេះចម្រើនពរមហាសប្បុរសញាតិញោមប្រុសស្រីបានជ្រាបជៀបថាជាងកំពុងតែធ្វើរាល់ថ្ងៃនេះគឺមិនទាន់ហើយនៅឡើយទេញោមដោយសារខ្វះខាតនៅបច្ច័យច្រើនក៏ខ្វះខាតបច្ច័យច្រើនហើយជាពិសេសជាងចាក់សាបខាងមុខនឹងអស់ស៊ីម៉ានប៉ុន្មានអស់ស៊ីបង់ប៉ុន្មានបេចម្រើនពរញោមញាតអស់40បាវ40បាវស្មើនឹង2តោនញោមចម្រើនពរស៊ីម៉ង់បើសិនជាទិញក្រៅមកបាវ 20000 ហើយបើយើងទិញរាយញោមញាតប៉ុន្តែបើមួយតោននោះប្រហែលជា300000ជាងចម្រើនពរ37000ទៅ3800000ញោមញាតចង់ចម្រើនពរញោមញាតឲ្យបានជ្រាបថានៅខ្វះអានេះគឺចាក់សាបនេះនៅទាំងអស់ណាញោមញាតណាអត់មានបច្ច័យឲ្យគេទេអត់មានអីឲ្យគេទេហើយការ៉ូនៅខ្វះហើយជាពិសេសចាននេះក៏មិនទាន់ឃើញមានញោមញាតណាជាវខ្ញុំគណៈអាត្មាឡាយអើយឡាយចម្រើនពរថាឡាយស្ទើរតែជារៀងរាល់ថ្ងៃហើយញោមញាតអើយញោមញាតជួយចែករំលែកញោមញាតជួយកសាងព្រោះណាវត្តអភិធម្មរាមហៅវត្តអសីមកគុំដោយសមនស្សរីករាយចម្រើនពរញោមញាតដូចរៀងល្ងឹតបន្តិចញោមណោះខ្ញុំអាត្មាធ្វើសេចក្តីឡាយស្មាននេះប្រហែលជាញោមញាតខ្លះតំណេហើយហើយញោមញាតចង់ចូលរួមនៅក្នុងកិច្ចការកសាងនៅក្នុងវត្តអភិធម្មរាមហៅវត្តអសីមកគុំដែលស្ថិតនៅក្នុងភូមិព្រៃពេឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពតញោមញាតអាចចូលរួមទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនបានញោមអាស្រ័យហេតុដូចបានប្រកេនជម្រាបជូនខាងលើនេះខ្ញុំព្រះករណាខ្ញុំសូមយាងនិមន្តអញ្ជើញនៅសម្ដេចព្រះថេរានុថេរៈឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាសប្បុរសជនគ្រប់មជ្ឈដ្ឋានសូមមេត្តាយាងនិមន្តនិងអញ្ជើញចូលរួមឧបត្ថម្ភចាប់មគ្គចាប់ផលនិងអនុមោទនាយកបញ្ញានិសង្ឃរៀងខ្លួនដោយសមនស្សកម្មវិធីបុណ្យថ្ងៃអង្គារ14កើតខែកដិកឆ្នាំអាសាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 1:30 នាទីរសៀលជួបជុំពុទ្ធបរិស័ទធ្វើពិធីក្រុងពាលីនៅឧបដ្ឋានសាលាវត្តអភិធម្មរាមម៉ោង 3:00 នាទីរសៀលជួបជុំនៅឧបដ្ឋានសាលាធ្វើបទមនសិការព្រះរតនត្រ័យនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម្មទេសនាលុះព្រឹកថ្ងៃពុធ15កើតខែកដិកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី5ខែឆ្នាំដដែលនៅវេលាម៉ោង 7:00 នាទីព្រឹកប្រគេនយគូដល់ព្រះសង្ឃម៉ោង 9:00 នាទីព្រឹកជួបជុំពុទ្ធបរិស័ទបងប្អូនជិតឆ្ងាយទាំងអស់ដង្ហែអង្គកឋិនទានប្រតិសិនជុំវិញសាលាធម្មសភា3ជុំនិងវេអង្គកឋិនទានប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហាយបុណ្យម៉ោង 11:00 នាទីព្រឹកប្រគេនចង្ហាន់បណ្ឌបាតទៅដល់ព្រះសង្ឃអ្នកផ្ដើមបុណ្យលោកអាចារ្យគណៈកម្មាធិការនិងពុទ្ធបរិស័ទចំណោះជើងវត្តអភិធម្មរាមហៅវត្តឫស្សីមួយគុំទាំង13វេននិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានាលេខទូរស័ព្ទប្រជាអធិការ095 985 058និង093 398 758និងមួយខ្សែទៀតតាមរយៈលេខ060 507និង475សូមអរគុណសូមអរព្រះគុណនិងអរគុណព័ត៌មានរស្មីនាគមា
ព័ត៌មានរស្មីនាមាព័ត៌មានពិតគ្រប់ទីកន្លែងមានទទួលធ្វើក្បាលកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មនិងត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន25ខេត្តក្រុងផងដែរព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ012 89 40 15 015 89 40 15 088 88 73 666 សូមអរគុណ